បាទសួស្តីទៅកាន់មិត្តជើងយើងទាំងអស់គ្នាបាទអញ្ចឹងនេះជាវីដេអូដែលខ្ញុំបង្ហាញពីរបៀបនៃការបង្កើត Gmail ដែលបងប្អូនយើងអាចប្រើប្រាស់បានបាទគឺមិនងាយខូចបាទអញ្ចឹងកន្លងមកគឺបងប្អូនយើងមួយចំនួនគាត់ក៏ចេះហើយបងប្អូនយើងមួយចំនួនទេក៏គាត់អត់ទាន់ចេះទេនៅក្នុងការបង្កើតជាមួយនឹង Gmail ថ្មីនឹងបន្តតែម្ដងបាទអញ្ចឹងបងប្អូនមើលទៅដូចអ្វីដែលខ្ញុំបានដាក់បង្ហាញសញ្ញាព្រួយបង្ហាញហ្នឹងគឺបងប្អូនយើងអាចធ្វើតាមហ្នឹងទៅបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងអាចបាទសរសេរជាមួយនឹងឈ្មោះបាទយើងចង់ដាក់បែបណាក៏បានបាទសម្រាប់ឈ្មោះបាទប៉ុន្តែមួយទៀតសម្រាប់អឺទៅមុខទៀតហ្នឹងគឺគេឲ្យយើងបង្កើតជាមួយនឹង Gmail មាន add Gmail មានអីហ្នឹងបាទអញ្ចឹងគឺយើងត្រូវមានអក្សរបាទមានលេខហើយក៏ជាមានសញ្ញាបាទសញ្ញាអីគេដាក់ទៅបងប្អូនបាទគឺគេតម្រូវឲ្យអញ្ចឹងណាបាទយើងប្រើបែបហ្នឹងទៅក្រុមហ៊ុន Google គឺវាអត់សូវចាប់បាទវាអត់សូវមានបញ្ហាអញ្ចឹងណានេះដូចខ្ញុំសរសេរបាទបង្ហាញបងប្អូនយើងអញ្ចឹងបាទគឺមានអក្សរមានលេខមានឈ្មោះហើយសម្រាប់ password ក៏ដូចគ្នាដែរបងប្អូនបាទគឺយើងត្រូវមានឈ្មោះមានអក្សរហើយក៏មានសញ្ញាសម្គាល់បាទសញ្ញាសម្គាល់ផងដែរបាទត្រង់កន្លែងនេះគឺលេខទូរស័ព្ទរបស់អតិថិជនបងប្អូនបាទយើងវាយបញ្ចូលទៅបាទលេខរបស់ភ្ញៀវណាបាទអញ្ចឹងបន្ទាប់មកយើងចុច next មកហើយយើងរងចាំជាមួយនឹងលេខកូដសម្រាប់តែខាងក្រុមហ៊ុន Google ហ្នឹងគឺផ្ញើមកអញ្ចឹងនៅពេលដែលផ្ញើមកបាទគឺយើងវាយបាទលេខកូដនឹងបញ្ចូលទៅបាទរួចហើយយើងចុច next បន្តទៀតមកបាទអញ្ចឹងជាការស្រេចបាទមកតង់ហើយបាទត្រង់កន្លែងនេះគឺ recovery អញ្ចឹងដូចខ្ញុំបងប្អូនដូចខ្ញុំបានបញ្ជាក់បងប្អូនកន្លងមកបាទ recovery គឺយើងត្រូវតែដាក់ Gmail ផ្ទាល់ខ្លួនរបស់យើងបន្តតែម្ដងដើម្បីការពារនៅពេលដែល Gmail របស់ភ្ញៀវដែលយើងបង្កើតនឹងខូចគឺយើងអាចទាញមកវិញបានបាទហើយមួយទៀតគឺវាតម្រូវឲ្យយើងដាក់ជាមួយនឹងលេខទូរស័ព្ទដើម្បី recovery ម្ដងទៀតបងប្អូនបាទនេះត្រង់កន្លែងនេះបាទអញ្ចឹងយើងដាក់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់យើងទៅបាទអញ្ចឹងគឺយើងដាក់ការពារនៅពេលដែល Gmail របស់បងប្អូនយើងខូចគឺយើងអាចទាញមកវិញបានបាទអរគុណបងប្អូនបាទអញ្ចឹងគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅឱកាសក្រោយបន្តទៀតបាទបងប្អូនមានអ្វីឆ្ងល់អីអាច comment សួរបានបាទអរគុណបាទជម្រាបលា